បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះ SK កសិកម្មជនបទបាទមានហៅថាថ្នាំមួយយ៉ាងជាបានមើលឈឺបងប្អូនមើលនេះវាឈឺយករំទៅឈឺ2ថ្ងៃហើយតែអញ្ចឹងយើងចាប់វាបបែកបងប្អូននេះវាឈឺក្តៅខ្លួនសកុកអត់រលាយគេទេបងប្អូនគេអត់រលាយទេហើយសម្រាប់ខែនេះដែរវាថ្ងៃនេះវាថ្ងៃទី29ខែ12 2025ហ្នឹងហើយមកខ្ញុំឈឺដូចជា2 3ដែរប៉ុន្តែអាផ្សេងវាឈឺមុនអានេះឈឺក្រោយគេយើងរកថ្នាំអត់តាន់តែពីមុនបានអានេះខ្ញុំរកថ្នាំឃើញក៏ជាបាល់ជាហើយអាផ្សេងទៀតក៏អត់អីដែរអានេះយើងដាក់លេខទឹកឲ្យវាផឹកចឹងណាបងប្អូនហើយសម្រាប់ខែនេះវាត្រជាក់ក្តៅមិនវាឈឺបងប្អូនហើយការៈវាដូចខ្ញុំនិយាយចឹងគឺក្តៅខ្លួនសកុកហើយនឹងអត់អលេគេមុខវាឡើងចង់ជឿមុខវាវិញបងប្អូនស្មៅមើលតែកវាដឹងប្រែពណ៌ខ្មៅនេះពូភេទកញ្ញាមើលឃើញយ៉ាងហើយថ្នាំអត់ពិបាករកបងប្អូនថ្នាំទិញថ្នាំពេទ្យយើងយកមកដាក់ទេបងប្អូនតែឥឡូវវាស៊ីចំណីបានវិញហើយនេះកាលមុនអត់អលេគេហើយក៏អត់ស៊ីចំណីដែរហើយគេរឹងប៉េះគេរឹងហ្មងបងប្អូនឥឡូវយើងរកថ្នាំឃើញហើយអានេះជាការបទពិសោធន៍របស់ខ្ញុំមួយទេតែបើបងប្អូនមានថ្នាំផ្សេងអាចដាក់ទៅជាបងប្អូនអាចប្រើបានព្រោះជំងឺអស់ហ្នឹងវាដោយដែរពេលខ្លះប្រើថ្នាំផ្សេងក៏អាចថាវាជាដែរប៉ុន្តែអានេះខ្ញុំប្រើថ្នាំដាសាយរបស់មនុស្សប៉ុន្តែយើងប្រើតែ2ប្រភេទទេប្រើតែ2ថ្នាំនេះហ្នឹងអញ្ចឹងបងប្អូនខ្ញុំដាក់ឲ្យបងប្អូនមើលនេះអានេះប៉ារ៉ាបងប្អូនប៉ារ៉ានេះគឺជាប៉ារ៉ារបស់ខ្មែរយើងបងប្អូនប៉ារ៉ានេះខ្ញុំទិញមកកំប៉ុងចេះទៅវាចំណេញបងប្អូនបាទកំប៉ុងវាចំណេញប៉ារ៉ារបស់ខ្មែរប៉ារ៉ាបាទហើយមកមុខទៀតនេះបងប្អូនប្រភេទអានេះបងប៉ុន្តែចង់និយាយប្រភេទនេះខ្ញុំបងប្អូនមើលតាមហ្នឹងណាបងប្អូនខ្ញុំអត់សូវចេះអានទេអានេះអំពីស្លុកមែនអត់ចូលតែរបស់វាសមត្ថភាពវាមានអំពីស្លីនអំពីនឹងអំពីស្លីននិងក្លុកសាបងប្អូនក្លុកសាស៊ីក្លីនអញ្ចឹងវាមាន2នឹងក្នុងមួយប្រទេសហ្នឹងវាមានសមត្ថភាពវាហ្នឹងតែនេះបងប្អូនអាចយល់ឈ្មោះថ្នាំហ្នឹងហើយបងប្អូនថត screenshot ទុកទៅអាចទៅរកទិញនៅតាមកន្លែងប៉ាម៉ាស៊ីលក់ថ្នាំបងប្អូនអានេះថ្នាំពេទ្យរបស់យើងថ្នាំដាសាយប៉ុន្តែអានេះវាថ្នាំដាសាយមែនប៉ុន្តែវាផ្សំជាមួយថ្នាំផ្សេងទៀតប៉ុន្តែខ្ញុំអត់យកមកទាំងអស់ទេយើងប្រើតែ2មុខទេប្រើតែនឹង1មុខហើយនឹងប៉ារ៉ានេះគឺ1មុខអញ្ចឹងមួយថ្ងៃរាប់ម៉ឺនប៉ុណ្ណេះខ្ញុំបញ្ច្រកវាម្ដងបើបងប្អូនថាមិនខ្លាចវានេះបងប្អូនច្រកព្រឹកម្ដងថ្ងៃម្ដងទៅក៏បានដែរតែខ្ញុំរវល់ខ្ញុំច្រកបានតែម្ដងទេនេះបងប្អូនច្រកអស់តែ2លេបទេបងប្អូនអាមួយលេបនេះខ្ញុំលេបខ្លួនឯងទេខ្ញុំទិញថ្នាំដាសាយមកឈុតមើលឲ្យគាត់ផ្សំទៅទាំងលេបខ្លួនឯងហើយសម្រាប់មើលនេះអស់2គ្រាប់ហើយអស់2គ្រាប់ឃើញថាវាស្មារតីមកឡើងល្អវិញនេះខ្ញុំទៅដាក់ឲ្យណាបងប្អូនមិញអាមួយគ្រាប់ចុងក្រោយទៅឲ្យមិញអញ្ចឹងវាប្រែមកស្រួលបួលវិញហើយស៊ីចំណីស៊ីអីបានវិញអញ្ចឹងថ្នាំមានតែ2មុខហ្នឹងបងប្អូនអាចទៅរកទិញបានបើសិនជាមានបញ្ហាឈឺបងប្អូនថាអាចសាកបានអញ្ចឹងណាបងប្អូន
បាទចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាដែលសម្រាប់ការចុច Subscribe ណាអរគុណច្រើនជម្រាបលា